ថ្ងៃនេះមានអារម្មណ៍ថាត្រជាក់ចុងដៃត្រជាក់ចុងជើងមែនទែនបងប្អូនអើយអាកាសធាតុ20អង្សាប៉ុន្តែមិនទាន់ត្រជាក់ពេញទំហឹងទេខែត្រជាក់ខ្លាំងគឺចាខែ7ហើយថ្ងៃនេះផងដែរខ្ញុំទៅតែបានចាម៉ចឬក៏ចំណាំងឈើមកថ្មីហ្នឹងក៏ចាប់ផ្ដើមយកមកពង្រាយដាក់ថូនិងពង្រាយតាមដីចឹងការប្រើប្រាស់ចំណាំងឈើនេះគឺក្នុងគោលបំណង3ធំទី1គឺយើងដាក់គ្របលើដីដើម្បីឲ្យដីយើងរក្សាសំណើមបានយូរចាយើងមិនសូវហត់ចាស្រោចទឹកចាហើយទី2ហ្នឹងគឺការពារស្មៅកុំឲ្យដុះឡើងអញ្ចឹងយើងមិនពិបាកកាត់ស្មៅទេហើយក៏មិនពិបាកដកស្មៅដែរហើយចំណែកទី3ហ្នឹងគឺចាវាជួយបំលែងដីពីដីអត់ល្អឲ្យទៅជាដីល្អប៉ុន្តែវាត្រូវការចំណាយពេលរៀងយូរបន្តិចបងប្អូនហើយមួយជួរនេះគឺខ្ញុំដាំ strawberry ទាំងអស់ហើយមិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេពួកអីគ្រាន់តែដាក់ដាំហ្នឹងសត្វកដុរវាចាប់ផ្ដើមស៊ីម្ដងតិចឲ្យសង្ឃឹមថាលទ្ធផលល្អហើយខ្ញុំនឹងរកវិធីការពារបន្ថែមទៀតនៅពេលដែល strawberry ខ្ញុំនឹងចេញផ្កាហើយរដូវកាល strawberry ផ្លែពេញធឹងហ្នឹងគឺក្នុងចាអំឡុងខែ8ខែ9ចាពាក់កណ្ដាលខែ9អីហ្នឹងគឺចាប់ផ្ដើមសម្បូរ strawberry ហើយឬក៏